ជំងឺលើសឈាមជំងឺស្ទះសរសៃឈាមបេះដូងជំងឺទឹកនោមផ្អែមជំងឺលើសជាតិខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមភាគច្រើនកើតទៅលើអ្នកជំងឺដែលលើសគីឡូឬមួយក៏យើងហៅថា obesity ដូច្នេះដើម្បីធានាឲ្យបានសុខភាពល្អរស់នៅដោយគ្មានជំងឺប្រចាំកាយយើងត្រូវតែគ្រប់គ្រងទម្ងន់ឲ្យបានល្អដោយធ្វើរបបអាហារឲ្យបានត្រឹមត្រូវតិចខ្លាញ់តិចស្ករតិចអំបិលធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃ3ដងក្នុងមួយសប្តាហ៍ជាពិសេសទៅទៀតនោះគឺយើងត្រូវចូលរួមពិនិត្យសុខភាពជាប្រចាំតិចបំផុតនោះគឺម្ដងក្នុងមួយឆ្នាំហើយថ្មីនេះយើងមានថ្នាំចាក់សម្រក់គីឡូមួយប្រភេទដែលមានឈ្មោះថា GLP-1 ដែលតួនាទីរបស់វានេះគឺជួយសម្រក់គីឡូសម្រាប់អ្នកជំងឺដែលមានជំងឺលើសទម្ងន់ជាពិសេសទៅទៀតនោះវាក៏ជួយគ្រប់គ្រងជាតិស្ករបានល្អសម្រាប់អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមវាជួយបន្ថយហានិភ័យផ្សេងៗដែលកើតឡើងដោយសារជំងឺបេះដូងនិងសរសៃឈាមមិនត្រឹមតែប៉ុណ្ណោះ GLP-1 អាចព្យាបាលជំងឺខ្លាញ់រំថ្លើមដែលពាក្យបច្ចេកទេសគេហៅថា fatty liver ទៀតផង